ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនទាំងគ្នាអំពីរបៀបក្នុងការធ្វើជ្រក់ជើងមាន់មានរសជាតិឈ្ងុយឆ្ងាញ់ជាដំបូងយើងធ្វើការស្រោះជើងមាន់ជាមុនសិនហើយយើងគ្រឿងស្រោះជើងមាន់មានដូចជាទឹកក្រូចស្លឹកគ្រៃដែងហើយនិងខ្ទឹមសបងប្អូនហើយយើងដាំទឹកឲ្យពុះហើយយើងស្រោះជើងមាន់មកបន្ទាប់ពីយើងស្រោះជើងមាន់បានឆ្អិនហើយបងប្អូនយើងដួសដាក់មកហើយយើងយកទឹកកកដាក់ចូលនៅក្នុងជើងមាន់ដើម្បីធ្វើអញ្ចឹងដើម្បីឲ្យជើងមាន់យើងផុយស្រួយបងប្អូនស្រួយតមកទៀតយើងយកគ្រឿងរបស់យើងមកលាយចូលគ្នាគ្រឿងរបស់យើងគឺមានដូចជាគល់ស្លឹកគ្រៃហើយស្លឹកក្រូចដែលយើងបានហាន់ហើយនឹងម្ទេសបន្ទាប់មកទៀតយើងដាក់ម្ទេសលាយជាមួយនឹងម្ទេសបងប្អូនហើយយើងចាក់ទឹកត្រីចូលកូរហើយយើងដាក់ប៊ីចេងមួយស្លាបព្រាហើយយើងច្របាច់ក្រូចឆ្មាចូលបងប្អូនខ្ញុំច្របាច់2ផ្លែបងប្អូនបើបងប្អូនចូលចិត្តរសជាតិរៀងជូរបងប្អូនដាក់3 4ផ្លែទៅសម្រាប់បងប្អូនពេញចិត្តរសជាតិតមកទៀតយើងយកជើងមាន់របស់យើងដែលបានក្រាសេហើយមកចាក់ចូលក្នុងឆ្នាំងដែលយើងបានលាយគ្រឿងចូលច្បល់គ្នាជាមួយនឹងជើងមាន់បងប្អូនឥឡូវយើងច្បល់រួចហើយមើលតំណងបងប្អូនចាក់បងប្អូនតមកទៀតយើងធ្វើម្ហូបមួយមុខទៀតគឺយើងបំពងជើងមាន់ស្រួយបងប្អូនយើងបំពងជាមួយនឹងស្លឹកក្រូចសើចហើយយើងបំពងឆ្អិនណាបងប្អូនអានេះសិតតាមម្ហូបខ្លែបងប្អូនដល់មកទៀតយើងធ្វើការត្រឡប់តកូនជាមួយនឹងទឹកស៊ីអ៊ីវប្រេងខ្យងបងប្អូនហើយយើងដាក់តកូនចូលបំពងខ្ទឹមដាក់តកូនហើយយើងដាក់ទឹកស៊ីអ៊ីវហើយដាក់ប្រេងខ្យងបានដែរបងប្អូនមកឆ្អិនហើយយើងដួសដាក់ចានណាបងប្អូនមើលទៅតំណងតែបន្តមកទៀតយើងមើលមកម្ហូបយើងទាំង3មុខនេះឆ្អិនហើយឃើញថាអែមមែនតើបងប្អូនហើយយើងដួសដាក់ចានមកនិយាយថាបងប្អូនហើយអស់បាយ2ចានបងប្អូនជាតិយ៉ាងនេះយើងដួសតកូនយើងដាក់ចានមក